ទីក្រុងញូវយ៉កគឺជាទីក្រុងនៃក្តីសម័យតែវាក៏ជាទីក្រុងដែលត្រូវការចំណាយខ្ពស់ផងដែរតើអ្នកដឹងទេថាការចំណាយជាមធ្យមសម្រាប់ការរស់នៅទីក្រុងញូវយ៉កគឺខ្ពស់ជាងទីក្រុងដទៃនៅសហរដ្ឋអាមេរិកដល់ទៅ150%ស្វាគមន៍មកកាន់ Time Frame ថ្ងៃនេះយើងនឹងបកស្រាយចម្ងល់ពី3មូលហេតុសំខាន់ៗដែលធ្វើឲ្យទីក្រុងដ៏អស្ចារ្យមួយនេះថ្លៃខ្លាំងម្ល៉េះញូវយ៉កត្រូវបានគេស្គាល់ថាជាទីក្រុងដែលមិនដែលដីលក់ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៌និងឱកាសការងារដ៏សម្បូរបែបមួយនៅលើពិភពលោកប៉ុន្តែភាពអស្ចារ្យទាំងនេះក៏បានផ្សារភ្ជាប់ជាមួយនឹងតម្លៃដ៏ខ្ពស់ផងដែរតាមការសិក្សាជាច្រើនទីក្រុងញូវយ៉កត្រូវបានចាត់ទុកជាទីក្រុងដែលថ្លៃបំផុតមួយក្នុងចំណោមទីក្រុងទាំង10នៅលើពិភពលោកតែអ្វីដែលធ្វើឲ្យការរស់នៅទីនេះត្រូវចំណាយលុយកាក់ច្រើនបែបនេះមូលហេតុចម្បងបំផុតដែលធ្វើឲ្យញូវយ៉កថ្លៃគឺតម្លៃលំនៅឋាននិងថ្លៃឈ្នួលផ្ទះកត្តាទី1ដែនដីមានកំណត់ទីក្រុងញូវយ៉កជាពិសេសកោះមហាតាន់គឺជាតំបន់តូចមួយដែលហ៊ុំព័ទ្ធដោយទឹកនេះមានន័យថាដីសម្រាប់សាងសង់មានកម្រិតខ្លាំងណាស់នៅពេលដែលតម្រូវការមានច្រើនតែការផ្គត់ផ្គង់មានតិចនោះតម្លៃក៏ត្រូវឡើងខ្ពស់ផងដែរកត្តាទី2គឺតម្រូវការខ្ពស់មនុស្សមកពីគ្រប់ទិសទីលើពិភពលោកសុទ្ធតែចង់រស់នៅទីនេះឬធ្វើការនៅញូវយ៉កដើម្បីស្វែងរកឱកាសការងារល្អៗកេរ្តិ៍ឈ្មោះនិងការអប់រំតម្រូវការដ៏ច្រើននេះបានជំរុញឲ្យថ្លៃឈ្នួលផ្ទះកើនឡើងជាលំដាប់ជាមធ្យមថ្លៃឈ្នួលអាផាតមិនសម្រាប់មួយបន្ទប់គេងនៅតំបន់មហាតាន់អាចមានចន្លោះចាប់ពី$3,500ឡើងទៅក្នុងមួយខែអ្នកប្រហែលជាត្រូវចំណាយលើសពីពាក់កណ្ដាលនៃប្រាក់ខែរបស់អ្នកសម្រាប់តែថ្លៃឈ្នួលផ្ទះតែប៉ុណ្ណោះកត្តាទី3ការសាងសង់មានតម្លៃថ្លៃការសាងសង់អគារខ្ពស់ៗក្នុងទីក្រុងដែលមានមនុស្សច្រើនកកនិងមានច្បាប់សាងសង់តឹងរ៉ឹងគឺត្រូវចំណាយថវិកាជាច្រើនជាងនៅតំបន់ដទៃការចំណាយទាំងនេះចុងក្រោយក៏ធ្លាក់ទៅលើអ្នកជួលឬអ្នកទិញបន្ទាប់ពីផ្ទះសម្បែងថ្លៃចំណាយប្រចាំថ្ងៃផ្សេងៗក៏ថ្លៃខ្លាំងផងដែរទី1ថ្លៃចំណីអាហារថ្លៃអាហារនៅញូវយ៉កគឺខ្ពស់ជាងនៅសហរដ្ឋអាមេរិកទាំងការទិញទំនិញនៅផ្សារទំនើបនិងការញ៉ាំអាហារនៅក្រៅផ្ទះគឺថ្លៃណាស់ឧទាហរណ៍អាហារពេលល្ងាចធម្មតាមួយពេលសម្រាប់មនុស្សម្នាក់នៅភោជនីយដ្ឋានដ៏សាមញ្ញក៏អាចចំណាយចន្លោះពី$20ទៅ$40ផងដែរទី2ការដឹកជញ្ជូនទោះបីជាប្រព័ន្ធដឹកជញ្ជូនសាធារណៈដូចជា Subway ងាយស្រួលក៏ដោយក៏ថ្លៃសំបុត្រមានការកើនឡើងការជិះតាក់ស៊ីឬសេវា Rideshare ដូចជា Uber ក៏ថ្លៃផងដែរដោយសារតែការស្ទះចរាចរណ៍និងថ្លៃចតឡានថ្លៃហួសហេតុមនុស្សភាគច្រើននៅញូវយ៉កមិនមានឡានផ្ទាល់ខ្លួនទេព្រោះថ្លៃចតឡាននៅតំបន់កណ្ដាលអាចមានរហូតដល់$600ទៅ$900ក្នុងមួយខែការកំសាន្តនិងសេវាផ្សេងៗថ្លៃសំបុត្រទស្សនាសម្ដែងល្បីៗនៅ Broadway ថ្លៃកាត់សក់ថ្លៃសមាជិកហាត់ប្រាណថ្លៃសេវាផ្ទាល់ខ្លួនផ្សេងៗទៀតគឺថ្លៃជាងទីក្រុងដទៃទៀតដោយសារតែថ្លៃដើមប្រតិបត្តិការខ្ពស់របស់អាជីវកម្មនៅទីក្រុងនេះផងដែរកត្តាសេដ្ឋកិច្ចនិងរដ្ឋបាលមជ្ឈមណ្ឌលហិរញ្ញវត្ថុនិងអាជីវកម្មញូវយ៉កគឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកមានវត្តមានរបស់ក្រុមហ៊ុនធំៗនិងធនាគារល្បីៗបានទាក់ទាញមនុស្សជាច្រើនដែលមានប្រាក់ខែខ្ពស់មករស់នៅទីនេះបានបង្កើតនូវការប្រកួតប្រជែងសេដ្ឋកិច្ចដែលរុញច្រានតម្លៃទំនិញនិងសេវាកម្មនានាឲ្យកើនឡើងតាមនោះផងដែរកត្តាពន្ធទីក្រុងញូវយ៉កនិងរដ្ឋញូវយ៉កមានអត្រាពន្ធខ្ពស់បើធៀបទៅនឹងរដ្ឋដទៃទៀតអ្នករស់នៅទីនេះត្រូវបង់ពន្ធលើប្រាក់ចំណូលខ្ពស់ដែលជាផ្នែកមួយនៃការចំណាយសរុបប្រចាំខែរបស់ពួកគេផងដែរថ្លៃដើមសម្រាប់ប្រតិបត្តិការទីក្រុងញូវយ៉កត្រូវការថវិកាច្រើនដើម្បីដំណើរការប្រព័ន្ធសាធារណៈធំៗរបស់ខ្លួនដូចជាប៉ូលីសការប្រឡូឌីគិភ័យការប្រមូលសម្រាមការថែទាំផ្លូវថ្នល់និងប្រព័ន្ធអប់រំថ្លៃដើមទាំងអស់នេះក៏ត្រូវបានទាមទារត្រឡប់មកវិញពីពលរដ្ឋតាមរយៈពន្ធនិងថ្លៃសេវាកម្មផ្សេងៗផងដែរសរុបមកហេតុផលដែលញូវយ៉កថ្លៃខ្លាំងគឺបណ្ដាលមកពីកត្តាជាច្រើនរួមបញ្ចូលគ្នាដីមានកម្រិតតម្រូវការច្រើនលើសលប់ទីតាំងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចពិភពលោកនិងថ្លៃចំណាយប្រតិបត្តិការទីក្រុងខ្ពស់ទោះបីជាមានតម្លៃថ្លៃបែបនេះក៏ដោយក៏មនុស្សរាប់លាននាក់នៅតែបន្តរស់នៅនិងស្វែងរកក្តីស្រមៃរបស់ពួកគេនៅទីនេះផងដែរ
ពួកគេជឿជាក់ថាឱកាសការងារបទពិសោធន៍ជីវិតនិងភាពរស់រវើកនៃទីក្រុងមួយនេះគឺមានតម្លៃលើសពីការចំណាយចុះចំណែកអ្នកវិញតើអ្នកគិតថាការចំណាយលុយច្រើនរស់នៅទីក្រុងញូវយ៉កមានតម្លៃសមរម្យដែរឬទេសូមចែករំលែកមតិរបស់អ្នកនៅក្នុង comment ខាងក្រោមកុំភ្លេចចុច like និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗរបស់ខ្ញុំបន្តទៀតជួបខ្ញុំនៅវីដេអូបន្តសូមអរគុណ